ឡូសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីមួយចង់មកចែកម្លែកអ្នកនរគ្នាចឹងណាបងណាដែលគាត់ធ្លាប់ធ្វើគឺគាត់ដឹងហើយមុខម្ហូបហ្នឹងប៉ុន្តែសម្រាប់តែបងដែលគាត់អត់ដឹងចឹងតែខ្ញុំចេះតែប្រាប់ចឹងទៅចាហើយសម្រាប់មុខម្ហូបហ្នឹងគឺបកងអំបិលម្ទេសអ្នកនរគ្នាហើយមុននឹងយើងទៅធ្វើហ្នឹងគឺយើងត្រូវលាងបកងឲ្យស្អាតសិនណាអ្នកគ្នាសម្រាប់ខ្ញុំលាងជាមួយនឹងច្រាសដ៏ថ្មីដែលខ្ញុំទុកដោះលាងក្តាមឬក៏ដោះលាងបកងបកាចឹងទៅខ្ញុំទុកនៅកន្លែងចក្រានបាយហ្នឹងមកលាងឲ្យស្អាតមកអ្នកគ្នាព្រោះកន្លែងហ្នឹងគឺវាសំខាន់វាពាក់ព័ន្ធជាមួយខួរមួយអីទៅហើយវាកាន់ក្អែលកាន់អីចឹងណាបន្ទាប់ពីយកលាងបកងហើយស្អាតអីស្អាតអ្នកគ្នាខ្ញុំមកលាងគ្រឿងអប់យើងវិញអ្នកគ្នាមានគល់លក្រៃលក្រូចសើចជាមួយនឹងរំដេងខ្ទឹមសជាមួយនឹងម្ទេសយើងហ្នឹងឯងបន្ទាប់ពីខ្ញុំលាងគ្រឿងអប់ហើយអ្នកគ្នាឥឡូវគឺខ្ញុំត្រឡប់មកលាងសាឡាត់ស្រួយទៅសក់ជាមួយនឹងស្ពៃក្តាប់យើងវិញចឹងណាអ្នកគ្នាខ្ញុំចង់និយាយថាខ្ញុំធ្វើអីក៏អ្នកគ្នាអត់មានបន្លែខ្ញុំអត់សូវចង់ញ៉ាំទេឥឡូវកាត់ចូលមកវីដេអូកន្លែងយើងរៀបចំបុកគ្រឿងអ្នកគ្នាបុកគ្រឿងយើងដូចដែលខ្ញុំបានដាក់ក្នុងហ្នឹងចឹងមានស្ករអំបិលប៊ីចេងតិចរួចតិចបានហើយអ្នកគ្នាកុំដាក់ច្រើនពេកខ្លាចវាប្រៃឬក៏អត់មានជាតិពេលយើងជ្រូកមួយទឹកថៃកោះកងមួយវគ្គទៀតចឹងទៅនិយាយថាបកងអំបិលទេអ្នកគ្នានិយាយពីថាស្រួលធ្វើហើយសំខាន់ហ្នឹងគឺវាងាយហើយឆាប់បានញ៉ាំហ្មងអ្នកខ្ជិលធ្វើម្ហូបដូចខ្ញុំឯងធ្វើប៉ុណ្ណឹងគឺងាយហើយឆ្ងាញ់ហើយលឿនទេអ្នកគ្នាតោះពីយើងបុកគ្រឿងហើយអ្នកគ្នាក៏មិនដាក់ស្លឹកក្រូចសើចលឹកខៃជាមួយនឹងម្ទេសយើងហ្នឹងមកនេះអ្នកគ្នាយើងដាក់កូរជាមួយនឹងគ្រឿងដែលយើងបុកមិញហ្នឹងឯងជាមួយនឹងបកងហ្នឹងមកអ្នកគ្នាទុកវាមួយសន្ទុះសិនមកចាំយើងរៀបចំទៅអប់ចឹងទៅវីដេអូនេះយូរណាស់អ្នកគ្នាប៉ុន្តែខ្ញុំនឹកឃើញមកយកមកកាត់វិញនិយាយដូចរៀងដាច់ហើយនៅមួយឥឡូវសលេងពងត្រង់ហល់ទៀតគឺផ្ដាសាយឲ្យឈូខ្លាំងទៀតនេះប៉ុន្តែស្ដាយវីដេអូអត់មានអីផុសអញ្ចឹងយើងក៏ឆ្លៀតយកវីដេអូមកផុសវិញមកព្រោះវីដេអូនោះតាមបានផុសទេខ្ញុំមកជាថងនេះតិចអ្នកគ្នាពេលយើងបើកគេអប់ហ្នឹងអ្នកគ្នាគឺបើកភ្លើងតិចបានណាកុំបើកខ្លាំងពេកទុកត្រឹម4-10នាទីអ្នកគ្នាលើកមកគឺខួរវាពងពេញមានខួរហើយវាអត់សូវឆ្អិនខួរខ្លាំងទេមកល្មមឆ្ងាញ់មកខ្ញុំទៅនេះបន្ទាប់ពីបានឆ្អិនហើយយើងក៏រៀបចំដាក់បន្លែដាក់អីរៀបចំញ៉ាំបាយអញ្ចឹងណា